Bà sầmรับbongប្អូនដែលបានទទួលกระดาษនេះគឺគេហៅថាជូមីនសេគឺกระดาษបងពុនស្នាក់នៅប្រចាំតំបន់របស់យើងហ្នឹងនៅពេលដែលយើងបានកระดาษហ្នឹងហើយគឺយើងត្រូវបងពុនទៅឲ្យរដ្ឋគេគឺបងពុនថ្លៃដែលពុនប្រចាំឆ្នាំយើងស្នាក់នៅក្នុងតំបន់ហ្នឹងអញ្ចឹងនៅពេលដែលយើងបងគឺមានចំនួនទឹកលុយនៅក្នុងកន្លែងពណ៌ខៀវនេះគឺថ្ងៃដែលយើងបងគឺត្រឹមថ្ងៃណាហើយបើយើងខកខានអត់បានបងថ្ងៃហ្នឹងគឺដល់កន្លែងក្រហមនេះគឺគេគិតការប្រាក់អញ្ចឹងលុយឡើងតាមហ្នឹងអញ្ចឹងគឺយើងត្រូវបងហើយបងពេលដែលយើងបងហ្នឹងក៏ដែរគឺយើងផ្ទៀងមើលតាឈ្មោះយើងមែនឬអត់ពេលខ្លះប្រយ័ត្នច្រឡំបងច្រឡំឈ្មោះអ្នកដទៃហើយលេខកុងដែលយើងបងនេះគឺមានឈ្មោះលេខកុងនៅក្នុងហ្នឹងគឺយើងមើលទៅមានធនាគារតាមហ្នឹងហើយធនាគារហ្នឹងគឺធនាគារដែលគេបង្កើតហ្នឹងគឺសម្រាប់ឈ្មោះយើងគឺបងនៅមានពេលដែលយើងបងវេលុយតាមអ៊ីនធឺណិត banking ទៅគឺលោតចេញឈ្មោះយើងមកហើយចំពោះការខកខានអត់បានបងពុនប្រចាំឆ្នាំបុណ្យពុនថ្នាក់នៅហ្នឹងគឺផលវិបាកសម្រាប់វាគឺនៅពេលដែលយើងបន្តវីសាគឺគេមានបញ្ហានៅពេលបន្តឬក៏ពេលដែលយើងផ្លាស់ប្ដូរនឹងមានបញ្ហាគឺវាមានបញ្ហាតាមផ្លូវច្បាប់ផ្សេងច្រើនទៀតអញ្ចឹងសូមកុំឲ្យខកខានបងប្អូនគ្នាគឺចូលរួមបងតើគ្នាព្រោះយើងស្នាក់នៅស្រុកគេគឺស្នាក់នៅដោយស្របច្បាប់អញ្ចឹងគឺយើងបំពេញកាតព្វកិច្ចច្បាប់បងពុនចូលរដ្ឋគេបាទសូមអរគុណមានចម្ងល់អីអាចឆាតឬក៏ខមមិនបន្ថែមទៀតជួបគ្នានៅវីដេអូក្រោយ